សម្រាប់បងប្អូនដែលមានបញ្ហានៅក្នុងការ add សមាជិកថ្មីចូលទៅកាន់ page ជាពិសេសគឺ page ទម្រង់ថ្មី page new experience អញ្ចឹងទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការ add សមាជិកថ្មីចូលមកកាន់ page ទម្រង់ page ថ្មី new experience ហើយសម្រាប់ការ add ហ្នឹងគឺយើង add តាមរយៈទូរស័ព្ទដៃអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលមក switch ជា page profile បែបនេះបងប្អូនទាំងអស់គ្នាស្វែងរកសញ្ញាត្រី3ស្ដាំដៃហើយចុចលើត្រី3នេះមកបន្តមកទៀតបងប្អូនទាំងអស់គ្នា scroll ចុះមកខាងក្រោមហើយស្វែងរកពាក្យថា setting and privacy បងប្អូនចុចលើពាក្យហ្នឹងមកបន្ទាប់មកលោតមកផ្ទាំងនេះបងប្អូនទាំងអស់គ្នា select លើពាក្យ setting ហើយស្វែងរកពាក្យថា page setting ហើយបងប្អូនទាំងអស់គ្នា scroll ចុះមកខាងក្រោមដើម្បីស្វែងរកពាក្យថា page access ហើយបងប្អូនទាំងអស់គ្នាចុចលើនឹងមកចូលមកដល់ផ្ទាំងនេះបងប្អូនទាំងអស់គ្នាឃើញកន្លែង add ដល់ទៅ2ប្រហែលជាច្រឡំមិនដឹងថា add ទៅកន្លែងណាខ្ញុំចង់បញ្ជាក់ផងដែរខាងលើ people with Facebook access នេះបើនិយាយទៅគឺវាស្តៀងជាមួយនឹង admin ហ្នឹងឯងគ្រាន់តែថាវាមានមុខងារពិសេសជាងទម្រង់ចាស់ហើយទី2 people with tag access ហ្នឹងគឺវាស្តៀងជាមួយនឹង editor ហ្នឹងឯងគ្រាន់តែថាវាមានមុខងារបើកបិទច្រើនជាង editor ពីមុនអញ្ចឹងចង់ដឹងកាន់តែច្បាស់មកទស្សនាជាមួយខ្ញុំទាំងអស់គ្នាឥឡូវខ្ញុំឧទាហរណ៍ផ្នែកទី1សិន people with Facebook access ខ្ញុំចុចទៅលើពាក្យ add new បន្តមកទៀតខ្ញុំវាយឈ្មោះអ្នកដែលខ្ញុំចង់ add ចូលធ្វើជា admin នៅក្នុង page របស់ខ្ញុំហើយខ្ញុំ click ឈ្មោះដែលខ្ញុំចង់ដាក់ចូល page ហ្នឹងមកជាងមើលកន្លែងមុខងាររបស់គាត់គឺគាត់មានសិទ្ធិទាំងអស់នៅក្នុង page ប៉ុន្តែកន្លែងប៊ូតុងខៀវនេះបងប្អូនអរគ្នាអាចអត់បើកក៏បានអាចបើកក៏បានសម្រាប់ការបើកប៊ូតុងខៀវមួយនេះគឺមានថាគឺយើងឲ្យសិទ្ធិគាត់ទាំងអស់នៅក្នុង page គឺទាំង add សមាជិកថ្មីចូលទាំង remove នរណាគេម្នាក់ចេញពី page ប៉ុន្តែបើសិនជាអត់ចាំបាច់ទេយើងមិនបាច់បើកទេគ្រាន់តែឲ្យគាត់មានមុខងារគ្រប់យ៉ាងនៅក្នុង page បានហើយសម្រាប់មុខងារនៅក្នុងការ add សមាជិកថ្មីឬក៏អត់ទេគឺមិនបាច់ add ទេមិនបាច់បើកប៊ូតុងខៀវទេហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាគ្រាន់តែចុច confirm password Facebook ដែលយើងជាប់ជាមួយ page នេះគឺជាការស្រេចត្រឡប់មកវិញខ្ញុំមកឧទាហរណ៍ចូលផ្នែកទី2 people with Thai access ខ្ញុំចុចពី add new ដូចគ្នាហើយខ្ញុំវាយឈ្មោះអ្នកដែលខ្ញុំចង់ add ចូលជា editor នៅក្នុង page ហើយបន្តមកទៀតខ្ញុំ select ឈ្មោះគាត់មកដូចគ្នាមិនដែរប៉ុន្តែអ្វីដែលសំខាន់គឺវាមានមុខងារពិសេសជា editor ធម្មតាពីមុនគឺយើងអាចបើកមុខងារ queue ណាមួយដែលយើងចង់ឲ្យគាត់ធ្វើការនៅក្នុង page របស់យើងអញ្ចឹងគឺវាកាន់តែងាយស្រួលកាន់តែជាក់លាក់សម្រាប់មុខងាររបស់គាត់បន្ថែមទៀតផងដែរអញ្ចឹងបន្ទាប់ពីខ្ញុំបានធ្វើការបើកប៊ូតុង queue ណាមួយហើយគឺខ្ញុំគ្រាន់តែចុចប៊ូតុងខៀវខាងក្រោមទៅគឺគៀវ access ហ្នឹងទៅគឺរួចស្រេចហើយគឺគាត់នឹងចូលមក page របស់យើងអញ្ចឹងយើងគ្រាន់តែបញ្ជាក់ប្រាប់គាត់ឲ្យគាត់ចូលទៅ confirm ដើម្បីខ្លាចជា editor ឬក៏ខ្លាចជា admin នៅក្នុង page មកគឺរួចជាការស្រេចអញ្ចឹងសម្រាប់វីដេអូខ្លីៗមួយនេះគឺងាយស្រួលសម្រាប់បងប្អូនដែលគាត់មានបញ្ហានៅក្នុងការ add សមាជិកថ្មីចូលមកកាន់ page ជាពិសេសគឺ page ទម្រង់ new profile ហើយសម្រាប់ព័ត៌មានបន្ថែមហើយសម្រាប់ចម្ងល់បន្ថែមក៏អាចឆាតមកឬក៏ comment នៅក្នុង page ផងដែរ